រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកមើលសកម្មភាពយើងធ្វើម្ហូបសម្រាប់បានមួយចាននឹងចាគឺតំណងខ្លាំងមែនតើយើងជាដំបូងត្រូវទៅបេះស្អំចាយើងបេះស្អំហើយចាយើងបេះស្អំចាស្អំយើងក៏ល្អទៀតចាស្អំហ្មងនោះមានធម្មជាតិប៉ិតហ្មងល្អហ្មងបងប្អូនទិញបានចា1គីឡូ 5000ទេរបស់យាយខ្ញុំចាល្អមែនតើចាឥឡូវចូលមកដល់វីដេអូយើងជាដំបូងយើងមកកាច់ស្លឹកស្អំទាំងអស់គ្នាចាហើយមកបេះស្លឹកបាសចាយើងបេះដាក់បន្ថែមតិចតួចទៅចាម្ហូបយើងឆាត្រីខចាឥឡូវយើងចាំមកបេះបន្លែបេះអីទេចាឥឡូវចូលមកកម្មសភាពយើងធ្វើម្ហូបម្ដងជាដំបូងយើងដាក់ខ្ទឹមចូលចាហើយក៏ឆាវាទៅចាហើយដាក់ស្លឹកខ្ទឹមចូលច្រឡំបងប្អូនដាក់ស្អំហើយដាក់ត្រីខឆាវាច្បល់មកចាជារួមម្ហូបមួយមុខនេះឆ្ងាញ់មែនតើចាឥឡូវយើងឆាវាចាឆាវាត្រឡប់ចុះត្រឡប់ឡើងទេចាមុខម្ហូបយើងនេះឆ្ងាញ់មែនតើអ្នកដាច់លុយធ្វើយើងហូបបានចាក៏ឆ្ងាញ់ដែរចាឥឡូវយើងដួសបាយដាក់ហើយចាមើលតំណងឆ្ងាញ់เลยចាម្ហូបឆាត្រីខចាដាច់លុយមានតែញ៉ាំយ៉ាងទីចារៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកមើលសកម្មភាពយើងធ្វើម្ហូបសម្រាប់បានមួយចាននឹងចាគឺតំណងខ្លាំងមែនតើយើងជាដំបូងត្រូវទៅបេះស្អំចាយើងបេះស្អំហើយចាយើងបេះស្អំចាស្អំយើងក៏ល្អទៀតចាស្អំហ្មងនោះមានធម្មជាតិប៉ិតហ្មងល្អហ្មងបងប្អូនទិញបានចា1គីឡូ 5000ទេរបស់យាយខ្ញុំចាល្អមែនតើចាឥឡូវចូលមកដល់វីដេអូយើងជាដំបូងយើងមកកាច់ស្លឹកស្អំទាំងអស់គ្នាចាហើយមកបេះស្លឹកបាសចាយើងបេះដាក់បន្ថែមតិចតួចទៅចាម្ហូបយើងឆាត្រីខចាឥឡូវយើងចាំមកបេះបន្លែបេះអីទេចាឥឡូវចូលមកកម្មសភាពយើងធ្វើម្ហូបម្ដងជាដំបូងយើងដាក់ខ្ទឹមចូលចាហើយក៏ឆាវាទៅចាហើយដាក់ស្លឹកខ្ទឹមចូលច្រឡំបងប្អូនដាក់ស្អំហើយដាក់ត្រីខឆាវាច្បល់មកចាជារួមម្ហូបមួយមុខនេះឆ្ងាញ់មែនតើចាឥឡូវយើងឆាវាចាឆាវាត្រឡប់ចុះត្រឡប់ឡើងទេចាមុខម្ហូបយើងនេះឆ្ងាញ់មែនតើអ្នកដាច់លុយធ្វើយើងហូបបានចាក៏ឆ្ងាញ់ដែរចាឥឡូវយើងដួសបាយដាក់ហើយចាមើលតំណងឆ្ងាញ់เลยចាម្ហូបឆាត្រីខចាដាច់លុយមានតែញ៉ាំយ៉ាងទីចា